ថ្ងៃនេះខ្ញុំសូមនិយាយត្រូវតែ20,000ខ្វះ1រៀលក៏មិនបានយូតុងអូនតាក់ទងជាមួយមីងយាន3ឆ្នាំហើយអូនទា20,000ព្រាមចឹងអូនគ្មានអីចង់និយាយទេអីលុយប៉ុណ្ណឹងសោះមិនហ៊ានបញ្ចេញផងឲ្យខ្ញុំហ៊ានផ្ញើវាសនាលើកូនពូមួយជីវិតមិនខ្ញុំលូជានកធ្វើជាងម៉ាស៊ីនមួយជីវិតស្នាដៃលំដាប់កម្ពូក្នុងរោងចក្រនឹកស្មានមិនដល់ថ្ងៃនេះត្រូវគេបន្ទាបបន្ថប់ព្រោះរឿងលុយអ្នកដលងនេះលុយ18,000ចាត់ទុកថាជាលៀបចេកយកប៉ុណ្ណឹងបានទេថា20,000គឺ20,000ខ្វះ1រៀលក៏មិនយកបើនៅឧទាប្រយ័ត្នហួសម៉ោងល្អចុះខ្វះ20,000នេះខ្ញុំសូមជំពាក់សិនក្រោយបើប្រាក់ខែខ្ញុំសូមភ្លាមបានទេថ្ងៃនេះបើមិនឃើញលុយទេគោលការណ៍នេះលុបចោលទៅអ្នកដលងជួយនិយាយមួយម៉ាត់មើលខ្ញុំសូមអង្វរចោះរឿងលុយកាក់ក្នុងផ្ទះនេះគឺម៉ាក់គេជាអ្នកសម្រេចមិនការក៏ហីទៅមីងយានកុំទាន់ឆេវឆាវយើងគិតរកវិធីសិនមិនការគឺមិនការហើយក៏បំពេញបំណុលនេះមិនគ្រាន់ដែរលុយបើកទ្វារម្នាក់2,000យើងឲ្យហើយឥឡូវលេខមុខលុយហៅម៉ាក់20,000ទៀតចុះតតែឲ្យហើយមិនទាលុយឡើងឡានចុះឡានទៀតទៅនេះចាត់ទុកពួកយើងជាកូនង៉ែតមែនទេនិយាយអញ្ចឹងមានន័យម៉េចថ្លៃទឹកដោះ18,500យើងឲ្យមិនខ្វះ1រៀលលុយកក់ផ្ទះកណ្ដាលក្រុងយើងក៏ចេញកាដូផ្សេងក៏ទិញតាមការទាតែពួកឯងវិញចេះតែទាឡើងថ្លៃមិនចេះចោលចុះបណ្ណាការខាងឯងមានអីគេមានតែភួយប្រមាណផ្ទាំងហ្នឹងពូនិយាយអញ្ចឹងមានន័យម៉េចហ៎មានន័យថាគ្រួសារនាងជញ្ជក់ឈាមគេនឹងណាមីងយាននិយាយថាស្រឡាញ់អូនការធានាប៉ុណ្ណឹងមិនហ៊ានឲ្យផងការធានាស្អីនេះវាលុយកូនស្រីច្បាស់ជាបំណុលមិនចេះពេញចាក់ប៉ុន្មានក៏មិនគោកដែរសង្ឃឹមលុយ20,000នេះខ្ញុំសុកចិត្តយកបោះចោលក៏មិនឲ្យពួកឯងដែរថ្ងៃនេះត្រឹមគ្រូសាពូនឹងឬហ៊ានយកលុយបោះចោលផងកុំមកខ្លាំងបោះចោលទៅមែនបើខ្លាំងបោះទៅអាត្រីក៏ធ្វើឯងនិយាយធំហើយចាំមើលវាយកកេកទៅទុកឯណាហាគ្រាន់តែសម្ដីទេលុយ20,000គ្មានផងមកអួតឯនេះលក់អេតចាយវើយទិញបានគឺចំណេញពូពីភូមិនឹងគ្មានទៀតទេវើយតាលូឯងចង់ទៅណាលោកគ្រូអំបញ្ញមិញលោកស្រែកថាទិញបានគឺចំណេញតែក្នុងប្រអប់នេះមានស្អីគេបានជាថាទិញហើយចំណេញកំបាំងស៊ូកវាមិនអាចទម្លាយបានទេអត់ស៊ីសឹងលើនិស័យនិងភាពក្លាហានឯងមានលុយប៉ុន្មានវាមានតម្លៃប៉ុណ្ណឹងឯង18,000ឲ្យលោកទាំងអស់ប្រអប់នេះខ្ញុំយកហើយយកពងតាលូឯងឈួតទេអីយកលុយសុទ្ធ18,000ទៅទិញអេកចាយមួយប្រអប់ហ្នឹងហាខ្ញុំថាមិញអួតណាស់តាមពិតខួរក្បាលត្រូវប្រេងម៉ាស៊ីនស៊ីអស់ហើយយក18,000ទិញដៃច្រេះមួយប្រអប់លោកពូលូសុកចិត្តយកលុយបោះចោលក៏មិនព្រមជោគផ្ទះគ្រួសារលីងខ្ញុំមែនទេអំបញ្ញមិញខ្ញុំនិយាយហើយថាសុកចិត្តបោះចោលក៏មិនជោគផ្ទះឯងដែរឥឡូវខ្ញុំធ្វើបានហើយរបស់ក្នុងប្រអប់នេះមានតម្លៃជាងភួយសូត្ររហ័យផ្ទះឯងទៅទៀតនៅរឹងមុខទៀតអេតចាយមួយប្រអប់អាចខ្លាយជាផ្កាបានមែនលូមីងយានឯងកំពុងទាញគ្រួសារឯងចូលរណ្ដៅភ្លើងហើយយូតុង3ឆ្នាំហើយណាម៉ាក់អូនឡើងថ្លៃម្ដងហើយម្ដងទៀតតែសម្ដីរបស់មិញនេះដែលថាពឹងអីជឿចិត្តលើបងអូនរស់ស្រួលឲ្យបងភ្លឺភ្នែកហើយលូមីងយានមានន័យថាម៉េចមានន័យថាបញ្ចប់ត្រឹមនេះចុះល្អណាស់គ្រួសារក្រីក្រដូចពួកឯងលុបចោលការកូនស្រីថ្ងៃក្រោយពួកឯងនឹងស្ដាយក្រោយខ្ញុំលូជានគាត់ធ្វើការត្រឹមត្រូវមួយជីវិតសូមភ្នាល់ម្ដងភ្នាល់ជាមួយភាពយុត្តិធម៌នេះហើយមិនអាចឲ្យតែអ្នកមានធ្វើបាបគេបានទេប៉ាថ្នមតិចទៅរបស់នេះយ៉ាងហោចក៏ជាង100គីឡូដែរតែអេតចាយជាង100គីឡូទិញអស់18,000តាឡូថ្ងៃនេះឯងត្រូវអាចាស់នឹងបោកមែនទេលោកគ្រូនោះថាដល់ផ្ទះចាំបើកុំប្រញាប់នៅបើកស្អីទៀតមើលទៅដឹងតែដៃច្រេះមួយប្រអប់ហើយបើកមកប្រយ័ត្នខាតលុយជួគេយកទៅចោលទៀតប៉ាគ្មានសោទេច្រេះស៊ីជាប់ហើយទៅយកដងកោះមកឆាប់ឡើងបាត់ប៉ានេះវាបើកមកនេះគឺមាសមួយប្រអប់នេះពេញដោយមាសសុទ្ធតែ999ខ្ញុំធ្វើជាងម៉ាស៊ីនមួយជីវិតស្ទាបទៅមិនខុសទេមួយដុំនេះយ៉ាងហោចក៏1គីឡូដែរប៉ាចុះមួយប្រអប់នេះមានប៉ុន្មានដុំទៅនេះវាគិតជាលុយប៉ុន្មានទៅ18,000ទិញបានមាសមួយប្រអប់លោកគ្រូនោះថាទិញបានគឺចំណេញតើគាត់ដឹងទេថាក្នុងប្រអប់នេះមានស្អីគេនោះមាសមួយប្រអប់នេះជារបស់យើងហើយលើមេឃមិនធ្លាក់លៀបមកទេរបស់នេះមិនច្បាស់ប្រភពយើងត្រូវគិតច្បាស់មុននឹងចាយប៉ាកុំតន់មាត់ឆៅបើរឿងនេះបែកធ្លាយតែល្វែងកញ្ចាស់យើងនេះច្បាស់ជាមានរឿងមិនខានព្រឹកមិញនៅខ្វះលុយ20,000ឥឡូវទៅតែមួយផ្លែសោះពេញផ្ទះសុទ្ធតែមាសលុយមានហើយតែខ្ញុំនៅមិនទាន់អស់ចិត្តទេពួកគ្រូសាលីននិងពួកមើងងាយមនុស្សក្នុងរោងចក្រគំនុំនេះគង់តែមានថ្ងៃទូទាត់ទេលោកនាយកមិនមែនខ្ញុំចង់ថាឲ្យលូជាគាត់ទេនេះគាត់ហ៊ានលុបចោលការកូនស្រីខ្ញុំនៅមុខសាច់ញាតិលោកគិតមើលខ្មាស់គេទេរឿងមង្គលការជារឿងបុគ្គលតើពាក់ព័ន្ធអីនឹងរោងចក្រអាចនិយាយអញ្ចឹងទេគាត់នេះរឹងរូសណាស់គ្មានច្បាប់ទម្លាប់ក្នុងផ្នែកសោះគាត់កាន់លុយ18,000ចាយមួយប្រអប់កណ្ដាលផ្លូវធ្វើដូចមនុស្សឈួតអញ្ចឹងមនុស្សបែបនេះគ្មានចិត្តធ្វើការទេទុកក្នុងរោងចក្រគង់តែមានរឿងធំស្នាដៃលូជាកលេខ1ខ្ញុំដឹងច្បាស់ណាស់ស្នាដៃល្អមែនតែលោកមិនដឹងទេ2ឆ្នាំនេះការងារគ្រឿងបន្លាស់លម្អិតបើខ្ញុំមិនតាមដានម្លេះមិនទាន់ពេលយូរហើយចរិតគាត់នរណាគេគ្រប់គ្រងបានលោកនាយករោងចក្រយើងត្រូវការអ្នកស្ដាប់បង្គាប់គោរពច្បាប់មិនមែនអានតែមានស្នាដៃហើយធ្វើរកធំមើងងាយគេនោះទេលោកជាប្រធានផ្នែកលោកស្គាល់កូនចៅច្បាស់ហើយរឿងនេះលោកគិតមិនដែរតាមខ្ញុំមើលល្មមយកឱកាសកាត់បន្ថយបុគ្គលិកនេះបញ្ឈប់គាត់ដើម្បីរៀបចំវិន័យក្នុងផ្នែកទី2ការពារកុំឲ្យគាត់ធ្វើឲ្យខូចសណ្ដាប់ធ្នាប់រោងចក្រល្អណាស់លីនចឹងសានលុបចោលការហើយមិនអស់ចិត្តនៅមកចាក់រុកលោកនាយកទៀតខ្ញុំធ្វើការនៅទីនេះជាង20ឆ្នាំថ្ងៃនេះខ្លាយជាបន្លាក្នុងផ្នែកឯងទៅវិញតាឡូបញ្ជីកាត់បន្ថយបុគ្គលិករោងចក្រចេញហើយឈ្មោះឯងនៅលេខរៀងទី1ហេតុផលរឿងឯងព្រឹកមិញផ្អើលពេញរោងចក្ររឿងរੂមិនស្ដាប់បង្គាប់ប៉ះពាល់សណ្ដាប់ធ្នាប់ការងារនេះជានាយករោងចក្រសម្រាប់ផ្ទាល់ស្នាដៃពូលូលេខ1ក្នុងរោងចក្រក៏បញ្ឈប់គាត់មុនគេទៅវិញអញភ្លេចហើយអីពូលូព្រឹកមិញទៅលុបការជាមួយកូនស្រីប្រធានគេហៅថាយកអំណាចសង្សឹកហើយប្រធានលីនខ្ញុំឈរនៅមុខម៉ាស៊ីននេះ22ឆ្នាំហើយគ្រឿងបន្លាស់នាំចេញទាំងនោះតើនរណាជាអ្នកច្នៃចេញមកម្ដងលោកដឹងច្បាស់ណាស់ស្នាដៃល្អយ៉ាងណាក៏ត្រូវស្ដាប់នៅទីនេះវិន័យធំជាងស្នាដៃបាទអញ្ចឹងខ្ញុំចង់ចាំមើលបើគ្មានដៃទាំងគូរបស់ខ្ញុំតើគ្រឿងបន្លាស់រោងចក្រឯងខែក្រោយអាចប្រគល់ឲ្យគេទាន់ពេលដែរឬអត់
លុះចេញពីរោងចក្រនេះឯងទៅណាបានត្រឹមស្នាដៃកញ្ចាស់ឯងទៅក្រៅសំបីតែបាយហូបក៏រកមិនបានផងប្រធានលីងចាំសម្ដីថ្ងៃនេះឲ្យច្បាស់មិនយូរប៉ុន្មានទេខ្ញុំនឹងឲ្យលោកមើលថាដៃទាំងគូរបស់ខ្ញុំមានតម្លៃប៉ុន្មាន